ស្មានថាសម្លម្ជូរគ្រឿងដាក់ខ្ទិះដូងរសជាតិឆ្ងាញ់យ៉ាងនេះទេបងប្អូនធ្លាប់តែធ្វើសម្លការីដាក់ខ្ទិះដូងដល់ពេលស្លម្ជូរគ្រឿងដាក់ខ្ទិះដូងគឺអត់ធ្លាប់ទេលើកទី1ហើយបងប្អូនចាសសូមជម្រាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើសម្លម្ជូរគ្រឿងឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយជាមួយនឹងខ្ទិះដូងគឺឆ្ងាញ់សាហាវតែម្ដងហើយគ្រឿងផ្សំរបស់យើងមានត្រកួនចំនួន2បាច់ត្រកួនខ្ចីៗល្អបងប្អូនសាច់ជ្រូកចំនួនកន្លះគីឡូយើងមានខ្ទិះដូងនេះចំនួន1000រៀលហើយម្ទេសឆាសុំទោសម្ទេសឆាម្ទេសកិនម៉ត់ណាបងប្អូនហើយគ្រឿងចាឥឡូវយើងទៅតាមដានពីរបៀបធ្វើតែម្ដងទៅចាជាដំបូងនេះខ្ញុំហាន់ត្រកួនណាត្រកួនយើងហាន់យកតែខ្ចីៗទេបងប្អូនយើងដំវាឲ្យបែកសិនណាពេលយើងដំបែកបែបនេះធ្វើឲ្យត្រកួនរបស់យើងស្លទៅទន់ឆាប់ផុយហើយចូលជាតិបានល្អទៀតបន្ទាប់ពីយើងហាន់រួចហើយយើងយកទៅលាងទឹកឲ្យស្អាតទៅបងប្អូនឥឡូវយើងមកហាន់សាច់ម្ដងសាច់នេះខ្ញុំហាន់ដំរាងក្រាស់បន្តិចបងប្អូនណាមិនកុំឲ្យស្ដើងពេកហើយក្រាស់មកល្មមណាហើយជាប៉ិនម្រាមដៃអីអញ្ចឹងទៅបងប្អូនធំជាងម្រាមដៃបន្តិចណាចាយើងហាន់មានសាច់មានខ្លាញ់អញ្ចឹងមានស្បែកអញ្ចឹងគឺរសជាតិឆ្ងាញ់ណាបងប្អូនពេលយកទៅស្លទៅរសជាតិឆ្ងាញ់ផ្អែមតែម្ដងណាបន្ទាប់ពីហាន់សាច់ជ្រូកហើយយើងទុកម្លាយសិនទៅឥឡូវយើងមកបុកគ្រឿងម្ដងគ្រឿងនេះខ្ញុំទិញចំនួន500ហើយមើលទៅរៀងស្ទើគ្រឿងនេះខ្ញុំក៏បន្ថែមស្លឹកក្រូចសើចរំដេងខ្ទឹមសបុកបន្ថែមទៀតណាបងប្អូនដើម្បីឲ្យគ្រឿងរបស់យើងឆ្ងាញ់ណាយើងទិញពីផ្សារមកមិនដឹងថាគេដាក់គ្រប់គ្រឿងអត់ទេអញ្ចឹងយើងយកមកលាយនៅផ្ទះខ្លួនឯងថែមទៅបងប្អូនណាហើយស្រេចដីនេះខ្ញុំដាក់ពីកញ្ចប់ហើយយើងបុកឲ្យម៉ត់មកពេលដែលយើងដាក់ស្រេចដីទៅសម្លរបស់យើងគឺរសជាតិឆ្ងាញ់ណាបងប្អូនហើយចំណែកខ្ទិះដូងវិញនាងខ្ញុំត្រាំទឹកក្តៅបងប្អូនដើម្បីឲ្យច្របាច់ទៅចេញខ្ទិះបានល្អណាប្រហុកវិញយើងដាក់ចំនួន4-5កតុយទៅបងប្អូនហើយយើងចិញ្ច្រាំឲ្យម៉ត់ណាបន្ទាប់ពីចិញ្ច្រាំម៉ត់ហើយយើងទុកក្នុងចានបន្លែសិនមកឥឡូវយើងចាប់ផ្ដើមស្លតែម្ដងជាដំបូងនាងខ្ញុំដាក់ឆ្នាំងឲ្យក្តៅសិនហើយរំលីងខ្លាញ់ណាបងប្អូនខ្លាញ់ជ្រូកយើងហ្នឹងរំលីងឲ្យចេញខ្លាញ់មកបន្ទាប់មកយើងដាក់ម្ទេសចូលហើយយើងកូរម្ទេសយើងឲ្យក្រហមល្អសិនណាបងប្អូនបន្ទាប់ពីយើងកូរម្ទេសក្រហមល្អហើយយើងដាក់ប្រហុកចូលតែម្ដងហើយយើងបន្តកូរប្រហុកយើងឲ្យឡើងឈ្ងុយបន្តិចសិនចាបន្ទាប់ពីប្រហុកយើងឈ្ងុយហើយយើងដាក់សាច់ជ្រូកចូលតែម្ដងហើយយើងរំលីងសាច់ជ្រូករបស់យើងនឹងឲ្យឡើងឈ្ងុយឡើងឆ្អិនសិនណាបងប្អូនណាចាបន្ទាប់ពីសាច់ជ្រូករបស់យើងឡើងឈ្ងុយឆ្អិនបន្តិចហើយយើងដាក់គ្រឿងចូលតែម្ដងទៅគ្រឿងបុករបស់យើងហ្នឹងហើយយើងរំលីងសាច់ជាមួយនឹងគ្រឿងរបស់យើងឲ្យឡើងឈ្ងុយបន្ថែមទៀតទៅបងប្អូនបន្ទាប់មកនាងខ្ញុំដាក់ប៊ីចេងកន្លះស្លាបព្រាបាយស្ករក្រហមប្រហែលជា7 ស្លាបព្រាបាយទឹកត្រីបន្តិចផងដែរដើម្បីកុំឲ្យសាច់របស់យើងខ្លោចបាទណាបងប្អូនហើយយើងបន្ថែមនឹងខ្ទិះដូងចាយើងរំងាស់ខ្ទិះដូងយើងឲ្យរៀងឈ្ងុយបន្តិចមកយើងដាក់បន្លែត្រកួនយើងចូលតែម្ដងហើយយើងត្រឡប់ទៅត្រឡប់មកឲ្យត្រកួនរបស់យើងនឹងចូលជាមួយនឹងសាច់ជាមួយនឹងគ្រឿងបានល្អណាតបមកនេះខ្ញុំដាក់ទឹកចំនួន3ចានគោមនេះខ្ញុំបងប្អូនខ្ញុំដាក់ទឹកក្តៅបើបងប្អូនអត់មានទឹកក្តៅទេអាចដាក់ទឹកត្រជាក់បានណាហើយយើងដាក់មកល្មមសាច់ល្មមបន្លែរបស់យើងទៅបោះចោលសិនទៅណាជាតិពេលហ្នឹងនាងខ្ញុំក៏មកជ្រុំអំពិលទុំទុកសិនណាបងប្អូនពេលដែលទឹកសម្លរបស់យើងពុះយើងចាក់អំពិលទុំយើងចូលតែម្ដងហើយយើងមើលថាទឹកសម្លយើងមានពពុះសសយើងដួសចេញឲ្យស្អាតមកបងប្អូនចាអំពិលទុំយើងជ្រុំពី3ដងទៅណាដើម្បីឲ្យវាអស់ជាតិជូរហើយបងប្អូនអាចភ្លក់មើលទៅស្ទើអីថែមនឹងទៅណាបើសិនជាស្ទើជូរបងប្អូនអាចដាក់ទាំងគ្រាប់ក៏បានដែរណាបើអត់ស្ទើជូរទេបងប្អូនដាក់តែទឹកដែលយើងជ្រុំអំពិលទុំទៅបានហើយមុនហ្នឹងនេះខ្ញុំអត់បានដាក់អំបិលទេណាព្រោះនាងខ្ញុំកូរប្រហុកផងទឹកត្រីផងអញ្ចឹងវាអាចរសជាតិរៀងប្រៃបន្តិចណាពេលយើងអំបិលយើងទុកថែមពេលដែលរសជាតិរៀងស្ទើអញ្ចឹងយើងថែមតាមនឹងទៅណាបងប្អូន
ចាឥឡូវសម្លរបស់យើងគឺរសជាតិល្មមឆ្ងាញ់តែម្ដងហើយរសជាតិខ្ទិះៗតែម្ដងណាហើយចុងក្រោយយើងដួសដាក់ចានរួចជាការស្រេចហើយសម្លរបស់យើងមើលទៅស្រស់ស្អាតមើលទៅគួរឲ្យទាក់ទាញចង់ញ៉ាំតែម្ដងណាហើយរសជាតិខ្ទិះឆ្ងាញ់សាហាវណាបងប្អូនកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាចាចុងក្រោយនាងខ្ញុំអរគុណបងប្អូនដែលតាមដានវីដេអូនេះខ្ញុំកុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតអរគុណច្រើនជំរាបលាបាយបាយ